ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាជាដំបូងនេះសូមបងប្អូនជួយចែករំលែកនៅវីដេអូនេះទាំងអស់គ្នាផងដើម្បីបានទស្សនាហើយក៏សូមអធិស្ឋាននិងអភ័យទោសទុកជាមុនក្រែងលោកទស្សនាទៅមានការខុសឆ្គងសកម្មភាពណាមួយមិនក៏បីតែខ្ញុំកណាត្រូវចែករំលែកបងប្អូនបានទស្សនាសកម្មភាពទាំងនេះព្រោះថាជាសកម្មភាពមួយផ្សារជាប់ទាក់ទងនឹងការកសាងកុដិតែសូមឲ្យបងប្អូនអ្នកទស្សនាទាំងអស់គ្នាសូមជួយចុច share ម្នាក់មួយផងណាបងប្អូនការ share របស់បងប្អូនគឺរួមចំណែកក្នុងនឹងដើម្បីផ្សព្វផ្សាយជួយដល់ព្រះសង្ឃជាង200អង្គនៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតក្រុងនៅខេត្តបាត់ដំបងនេះជាសកម្មភាពក្នុងពេលយប់បងប្អូនក្រោយពីលោកម្ចាស់ទន្ទិញមេរៀនចប់បានន័យថាលោកម្ចាស់ទន្ទិញមេរៀនគឺមានកាតព្វកិច្ចមួយគឺត្រូវទន្ទិញមេរៀនចាប់ពីម៉ោង7យប់រហូតដល់ម៉ោង10កន្លះយប់ឥឡូវនេះលោកម្ចាស់ចាប់ផ្ដើមស្រង់ទឹករួចគឺលោកម្ចាស់ចាប់ផ្ដើមចូលសឹងឲ្យបងប្អូនមានលោកម្ចាស់មួយចំនួនក៏លោកមិនតាន់ចូលសឹងលោកនៅមើលសភៅតាក់ទងនឹងកិច្ចការងាររៀនសូត្ររបស់លោកម្ចាស់អញ្ចឹងណាបងប្អូនក្រឡេកមើលពីការរស់នៅរបស់ព្រះសង្ឃនៅក្នុងវត្តស្លាកែតវិញបងប្អូនណាគឺពុំមានកត់បន្ទប់ណាធំទេដូចខ្ញុំកាលណាបានប្រកេននិងជម្រាបជូនពុទ្ធបរិស័ទចឹងថាព្រះសង្ឃរាល់ថ្ងៃជួបការលំបាកពីរធំនៅក្នុងវត្តទី1រឿងចង្ហាន់ទី2កន្លែងព្រះសង្ឃគង់ស្នាក់អាស្រ័យនឹងឯងចឹងហើយបានជាខំប្រឹងកសាងកុដិ3ជាន់បណ្ដោយ30ម៉ែត្រទៅถึង18ម៉ែត្រនេះបន្តិចទៀតបងប្អូននឹងឃើញកុដិនៅខាងក្រោយប៉ុន្តែសូមចែករំលែកបងប្អូនបានទស្សនាពីសកម្មភាពរស់នៅរបស់ព្រះសង្ឃជាទម្លាប់ប្រចាំថ្ងៃសម្រាប់វត្តស្លាកែតក្រុងខេត្តបាត់ដំបងនេះយើងពុំមានកុដិណាធំទេព្រះសង្ឃមកទីនេះគឺត្រូវតែសឹងរួមអញ្ចឹងបងប្អូនក៏សូមឲ្យបងប្អូនជួយចែករំលែកនៅវីដេអូនេះទាំងអស់គ្នាផងហើយក៏សូមអធិស្ឋានអភ័យទោសបើសិនជាមានការខុសឆ្គងត្រង់ប្រការណាមួយដែលកើតមានសូមអរគុណនិងអរគុណសម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនអ្នកទស្សនាទាំងអស់គ្នាដោយដែលខ្ញុំករណីបានថតបង្ហាញបងប្អូនអ្នកទស្សនាទាំងអស់គ្នាបាញ់មិញហ្នឹងគឺជាសកម្មភាពប្រសង់ដែលជាសាមណសិស្សមកគង់បួសស្នាក់នៅសិក្សារៀនសូត្រនៅក្នុងវត្តស្លាកែប៉ុន្តែដោយឡែកនៅពេលនេះមូលហេតុដែលយើងកសាងកុដិនេះបងប្អូនឃើញណាគឺដោយសារតែការលំបាករស់នៅរបស់សាមណសិស្សគ្រប់អង្គច្រើនអង្គណាជាង200អង្គដែលខ្ញុំបានថតមិញហ្នឹងគឺមួយចំនួនណាបងប្អូនអត់មានច្រើនអត់បានច្រើនអស់ទេអញ្ចឹងសូមបង្ហាញទៅពុទ្ធបរិស័ទថានៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតក្រុងខេត្តបាត់ដំបងនេះមូលហេតុដែលយើងកសាងកុដិនេះឡើងគឺដើម្បីប្រសង់គ្រប់អង្គដែលជាសាមណសិស្សលោកកំពុងជួបការលំបាកមកគង់ស្នាក់អាស្រ័យរៀនសូត្រទីនេះចឹងហើយសូមពុទ្ធបរិស័ទទាំងអស់ជួយចូលរួមសម្រាប់ការកសាងមហាកុដិដែលមានកម្ពស់3ជាន់បណ្ដោយ30ម៉ែត្រទៅถึง18ម៉ែត្រនៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងបើសិនជាយើងកសាងកុដិនេះរួចបងប្អូនប្រសង់អាចគង់បានដល់ទៅជិត200អង្គអញ្ចឹងលោកម្ចាស់ដែលជួបការលំបាកគឺលោកនឹងទទួលបានភាពកក់ក្ដៅខ្លាំងមែនទែនអញ្ចឹងសូមទ្រង់អាដាមនៅជំទាវអ្នកមានធនធានទាំងអស់មេត្តាជួយនេះប្រយោជន៍ច្រើនណាបងប្អូនប្រយោជន៍ច្រើនយ៉ាងម៉េចបងប្អូនប្រសង់គ្រប់អង្គគឺសត្វជាកុលបត្តិកូនខ្មែរកូនអ្នកក្រីក្រកំព្រាដែលយើងត្រូវជួយសង្គ្រោះលោកឲ្យបានមានអនាគតទីនេះគឺមានការបដិបត្តិធម៌វិន័យនិងការសិក្សារៀនសូត្រអញ្ចឹងសាមណសិស្សគ្រប់អង្គដែលមករៀនសូត្រទីនេះជាង200អង្គនឹងទទួលបានការចេះដឹងខាងផ្នែកបដិបត្តិនិងការសិក្សារៀនសូត្រសាលាពុទ្ធកៈអញ្ចឹងហើយសង្ឃឹមថាវីដេអូនេះបងប្អូនបានជួយចែករំលែកការ share ទាំងអស់គ្នាណាបងប្អូនជួយកសាងកុដិដែលមានកម្ពស់3ជាន់បណ្ដោយ30ម៉ែត្រទៅถึง18ម៉ែត្រនិងកម្ពស់3ជាន់ហើយក៏សូមអធិស្ឋានបងប្អូនអ្នកទស្សនាផងដែរសម្រាប់វីដេអូដែលបងប្អូនបានទស្សនាទៅក្រោយលោកមានការខុសឆ្គងនៅសកម្មភាពរបស់សាមណសិស្សកំពុងតែសឹងព្រោះក្នុងពេលរាត្រីកន្លែងប្រសងសឹងមិនជាស្អាតគួរសមទេអញ្ចឹងហើយក៏ចង់ថតបង្ហាញបងប្អូនគួរផ្សំថាមូលហេតុអីយើងចង់កសាងកុដិ3ជាន់នេះគឺមានតម្រូវការសម្រាប់សាមណសិស្សជាង200អង្គបែបហ្នឹងណាបងប្អូនសង្ឃឹមថាបងប្អូនបានជួយចែករំលែកវីដេអូនេះទាំងអស់គ្នាករណីបានសតរស្មីនេះជាប្រធានគណៈកម្មការនៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតក្រុងខេត្តបាត់ដំបងនេះជាអ្នកទទួលបន្ទុកក្នុងការគ្រប់គ្រងចំពោះព្រះសង្ឃក្នុងវត្តចង្ហាន់ក្តីកសាងក្តីអ្វីទាំងអស់ទឹកតើក្តីចឹងឲ្យសូមពុទ្ធបរិស័ទទាំងអស់បានឃើញវីដេអូនេះសូមមេត្តាជួយចែករំលែកការ share និងមានសទ្ធាជ្រះថ្លាចូលរួមទាំងអស់គ្នាណាបងប្អូនដើម្បីជាក្តីសង្ឃឹមដល់ព្រះសង្ឃគ្រប់អង្គជាង200អង្គមកគង់ស្នាក់នៅរៀនសូត្រទីនេះជួបការលំបាកខ្លាំងណាស់ដូចខ្ញុំបានបង្ហាញក្នុងវីដេអូនេះអញ្ចឹងអរគុណសម្រាប់បងប្អូនដែលទស្សនាទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះបងប្អូនបានជួយចែករំលែកការ share ទាំងអស់គ្នាសូមអនុមោទនាសូមអរគុណនិងអរគុណ